ធ្លាប់បានចែងជាមួយនឹងច្បាប់សញ្ជាតិចាស់ដែលគេនិយាយកនេះគេចែងត្រឹម25ទៅ30ម៉ឺនដុល្លារបាទជនបរទេសដែលជាវិនិយោគិននោះបានបោះទុនវិនិយោគ25ទៅ30ម៉ឺនដុល្លារនេះអាចស្នើសុំសញ្ជាតិខ្មែរតាមសញ្ជាតិតូបនីយកម្មនេះបានណាដៃឆ្នាំចំពោះរដ្ឋាភិបាលចំពោះប្រទេសកម្ពុជាខ្ញុំបានឧទាហរណ៍ដោយករណីលោកស្រី Angelina Jolie ក៏អាចទទួលបានសញ្ជាតិខ្មែរតាមសញ្ជាតិតូបនីយកម្មនេះដែររាជក្រឹត្យស្ដីពីការបន្ធូរបន្ថយនិងលើកលែងទោសអញ្ចឹងការបន្ធូរបន្ថយនិងលើកលែងទោសគឺមានចែងនៅក្នុងច្បាប់ស្ដីពីពន្ធនាគារនៅក្នុងច្បាប់នេះគឺបានចែងថាជារៀងរាល់ឆ្នាំគេត្រូវបង្កើតឲ្យមានគណៈកម្មការបន្ធូរបន្ថយនិងលើកលែងទោសសម្រាប់ទណ្ឌិតថ្នាក់ជាតិនៅរាជធានីភ្នំពេញប្រធានគណៈកម្មការបន្ធូរបន្ថយលើកលែងទោសនេះដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅតាមរាជធានីខេត្តប្រធានគណៈកម្មការបន្ធូរបន្ថយលើកលែងទោសគឺអភិបាលខេត្តចឹងគេមានគណៈកម្មការដើម្បីវាយតម្លៃទណ្ឌិតដែលត្រូវលើកលែងទោសនឹងតាមរាជធានីខេត្តមួយហើយបានគេបញ្ជូនបញ្ជីឈ្មោះនឹងមកគណៈកម្មការជាតិមួយទៀតគណៈកម្មការជាតិវាយតម្លៃលើការបន្ធូរបន្ថយលើកលែងទោសថ្នាក់ជាតិនេះដឹកនាំដោយរដ្ឋមន្ត្រីក្រសួងយុតិធម៌គេវាយតម្លៃថ្នាក់ជាតិមួយទៀតហើយបានគេបញ្ជូនបញ្ជីឈ្មោះនេះទៅនាយករដ្ឋមន្ត្រីឯកភាពនោះបានបញ្ជូនទៅព្រះមហាក្សត្រដាក់ថ្វាយព្រះមហាក្សត្រចេញបរិយាក្រឹត្យបន្ធូរបន្ថយលើកលែងទោសការបន្ធូរបន្ថយលើកលែងទោសហ្នឹងគេមានពេលវេលាទៀតយើងមានបរិយាក្រឹត្យស្ដីពីការកំណត់ខ្ញុំអត់ចាំឈ្មោះទេតែដឹងថានាយករដ្ឋមន្ត្រីមានបុព្វសិទ្ធិក្នុងការបន្ធូរបន្ថយលើកលែងទោសជនណាក៏ដោយក្នុងពេលណាក៏ដោយមិនចាំបាច់ដល់បនហ្នឹងទេដោយមិនចាំបាច់ឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការនោះឡើយការតែងតាំងព្រះក្រមងារឬឋានានុក្រមមន្ត្រីសង្ឃការប្រទានគ្រឿងឥស្សរិយយសចំពោះបុគ្គលឬក្រុមចំពោះពាក់ព័ន្ធនឹងគ្រឿងឥស្សរិយយសនេះខ្ញុំសូមបង្ហាញជាចំណេះដឹងទូទៅមួយ